ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូនិយាយអំពីការបង្កើត OU ដែលពាក្យពេញថា Organizational Unit ហើយ User និង Group ហើយយើងចាប់ផ្ដើមបង្កើត OU ជាមុនសិនដើម្បីបង្កើតបានយើងត្រូវយក Windows Administrator Tool ហើយយើងយក Active Directory User and Computer ហើយយើងនឹងបាននេះពេញមកហើយយើងបង្កើតនេះបានយើងត្រូវបង្កើត OU ជាមុនសិនយើងយក right click ចុច click យើងយកពាក្យថា new ហើយយើងយកពាក្យថា OU នេះតែមកយើងហើយយើងវាយឈ្មោះយើង example មកដាក់ accounting អូខេហើយយើងនឹងមានពាក្យ accounting ហើយនៅក្នុង OU accounting ហ្នឹងយើងអាច store OU គ្នាឯងបានដែលមានដូចជា user និង computer អញ្ចឹងយើងបង្កើតពីលើវាមកពាក្យថា new ហើយយើងយកពាក្យថានេះហើយយើងវាយពាក្យថា computer user ហើយយើងកាន់ទៀតថា new ហើយយើងបានបង្កើតបាន2ហ្នឹងឥឡូវនេះយើងចាប់ផ្ដើមបង្កើត user ម្ដងយើងយកពាក្យថា right click មកហើយយកពាក្យថា new ហើយយើងយកពាក្យ user ហើយយើងវាយឈ្មោះមកដែលឈ្មោះខ្ញុំផ្ទាល់សុចិត្រា last name first name sorryនេះគឺ user login ដើម្បី login account បានអញ្ចឹងយើងត្រូវសរសេរពាក្យដែលគេពីខ្ញុំប្រើពាក្យថា a ចុចសុចិត្រាយើងយកពាក្យថា next អានេះ password ចំពោះកន្លែង user must change password and login យើងអាច set default password នេះបានតទៅមកនៅពេលដែលគេ connect នៅក្នុង server របស់គេនឹងឲ្យដូរ password ជាថ្មីសម្រាប់គេចាំដែលយើងមិនអាចដឹងបានទេអញ្ចឹងយើង share នេះយើងដាក់នេះមក cannot change ហើយយើងវាយ password ណា abc @ 1 2 3យើងមិនបាក់ change ច្រើនដងតែបើក្នុងកន្លែងការងារយើងដាក់ឲ្យត្រូវឲ្យ user ដែលគេប្រើនោះគេដូរ password សម្រាប់ចាំខ្លួនគេហើយយកពាក្យ next នេះពីនេះយើងនឹងបាន user មួយហើយបើយើងគិតថាចង់ update ព័ត៌មានយើងអាច update ព័ត៌មានបានលើនេះយើងយកពាក្យ property មកនេះទៅលេខទូរស័ព្ទឬក៏ email របស់នេះយើងអាចសេរីបាននេះយើងដាក់នេះមួយទៀតមកកុំឲ្យវា expire password ហើយនេះ account វាអាច expire យើងអាច set ថ្ងៃ expire វាបានចំនួនរយៈពេលដែលយើងប្រើពាក្យ end of នេះតែយើងដាក់ never login over ចំពោះ login over យើងអាចសេរីឲ្យអ្នក login ចូលដែលចូល domain យើងនេះប្រើ laptop ក្នុងរយៈពេលម៉ោងណាដែលយើងចង់ឲ្យវាចង់ឲ្យគេចូលបាទសំទោសយើងអាច set មកពីម៉ោងណាដល់ម៉ោងណាយើងអាចនេះមកឧទាហរណ៍ example ក្នុងកន្លែងការងារវាច្រើនទូទៅគេធ្វើការម៉ោង8ដល់ម៉ោង5យើងអាចសេរីពីម៉ោង8ហ្នឹងណានេះយើងសេរីទៅកន្លែងនេះមកដែលម៉ោងគេធ្វើការអញ្ចឹង user ទាំងអស់នៅក្នុងកន្លែងការងារនោះ
អាចបើក laptop បានក្នុងរយៈពេលចន្លោះម៉ោង 8 នេះដល់ម៉ោង 5 ក្រៅពីម៉ោងហ្នឹងចូលអត់បានទេអញ្ចឹងយើងនេះខ្ញុំគ្រាន់តែជា example ឧទាហរណ៍ទេតែខ្ញុំអត់ត្រូវការទេចឹងទេខ្ញុំគ្រាន់តែយក cancel ឥឡូវយើងបង្កើត user រួចរាល់ហើយយើងចាប់ផ្ដើមឧទាហរណ៍យើងឲ្យនេះ user មួយហ្នឹងចូលទៅការនៅខាង accounting ឬក៏មានអីដែលយើងចង់បង្កើតឲ្យអញ្ចឹងយើងបង្កើត user ហើយយើងចាប់ផ្ដើម right click យើងយកពាក្យថា move ពីទៅ move មកយើងយកពាក្យ accounting មកហើយយកពាក្យថា user យើង store នេះក្នុង user យក user ហ្នឹង move ដាក់ចូលក្នុងOU accounting ដែលក្នុងរបស់ user អូខេអញ្ចឹងវាទៅខ្ញុំឆែកមើលនៅ accounting យកពាក្យ user នេះមានឈ្មោះថាឈ្មោះខ្ញុំនេះហើយឥឡូវនេះយើងចាប់ផ្ដើមសាក login ដែល login នេះ user មួយនេះនៅក្នុងនេះ client នេះយើងបិទសិនមកហើយយើងយកនេះយើងចាប់ផ្ដើម power on វាខ្ញុំមកអានេះ server client ផ្ទាល់ទេតែយើងចាប់តាមដូរ login ឲ្យឈ្មោះខ្ញុំនោះចុចពាក្យថា sign out នេះយើងដាក់ order user មកហើយយើងវាយឈ្មោះ a ចុច s o c a e t t a ចំពោះ password នេះ abc s 1 2 3នោះវាសូមចាំបន្តិចនេះចាប់ផ្ដើមហើយចូលបានយើងអាច login នៅឈ្មោះនេះហើយឈ្មោះ home centra នេះយើងអាចមាន server client មួយ server មួយ user មួយឥឡូវនេះចំណុចបន្ទាប់យើងត្រូវបង្កើតក្រុមម្ដងដើម្បីបង្កើតក្រុមបានយើងធ្វើដូចតដាមកយើងទៅកន្លែង data នេះមកយើងយកនេះ user មកហើយយើងចាប់ផ្ដើមបង្កើតយើងយកពាក្យថា right យើង right click វាមកយើងយកពាក្យថា new ហើយយកពាក្យថា group នេះយើងដាក់ឈ្មោះ group មកaccount admin យើងនេះមកយើងយក OK មកអានេះខាង group នៃ account admin ហើយយើងបង្កើតមួយទៀតមកយើងបង្កើតពីរ group ដែលត្រូវការ group មួយ group account admin មួយទៀត account assistant ពី new ហើយយើងដាក់ acc a wait សុំមួយឈ្មោះដាក់ដូចនេះអូខេ acc ast អានេះមួយ account admin មួយទៀតចំណែកមួយទៀត account assistant អូខេអញ្ចឹងយើងបានបង្កើតគ្រប់2មកហើយឥឡូវនេះយើងបង្កើតបានគ្រប់2ហើយយើងចាប់ដើមយក user នេះដាក់ចូលក្នុង group admin user នេះដែលឈ្មោះខ្ញុំនេះយើងដាក់ to group កន្លែងនេះយើង search ដាក់ group ឈ្មោះ group សេត្រូវបានវាស្គាល់ ac ad ហើយយកពី check name នេះដល់ពេលដែលវាស្គាល់វាមាន line នៅពីក្រោមនេះយើងចុចពី OK នេះ
វាប្រាប់ថា add ទៅ group បាន successful អញ្ចឹងយើងចូលមកមើលក្នុង group នេះមកនេះយើងពាក់ member of member នេះមានឈ្មោះនេះខ្ញុំទៀតត្រានេះយើងបាន add ចូលហើយនេះយើងបង្កើត user មួយទៀតដែល store នៅក្នុងសម្រាប់យើងតេស្តមើលនៅក្នុងនេះម្ដងយើង account assistant អញ្ចឹងយើងត្រូវបង្កើតមួយទៀតដើម្បីនេះយើងយកពាក្យថា new user យើងដាក់ឈ្មោះមកដាក់ឈ្មោះក៏បានដែរយើងដាក់នេះមកហើយយើងនេះយើងពាក្យកាត់យើងលេងម្ដងចុចនេះយកចឹងមកយកពាក្យនេះ password យើងយកពីនេះមកយើងទៅ brand នេះសិនយើងយក default ដែលយើងបង្កើតឲ្យ user នោះយើងឲ្យ password មកយកពីតានេះយើង finish ខ្ញុំបានបង្កើត user 2ហើយរួចរាល់ឥឡូវនេះយើងចាប់ដើម add user ហ្នឹង user ទៅបង្កើតនេះយកទៅដាក់ចូលក្នុង group assistant យើង save មក acc ast យើង check ណានេះហើយ add successful ឥឡូវនេះយើងចាប់ដើមនេះហើយយើងដើម្បីតេស្តប្រសិទ្ធភាពវាយើងចាប់ដើមបង្កើត file server ដើម្បីបង្កើត file server បានយើងទៅធ្វើ data វាឲ្យនេះមកវានេះយកពាក្យ new folder ហើយយើង save ពាក្យថា data ទៅហើយនៅក្នុង data ហ្នឹងយើងត្រូវមានមាន group accounting មាន finance ឬក៏ IT អីមួយយើងត្រូវបង្កើតមកដើម្បីបិទបើកកុំឲ្យ user ចូលមកប្រើប្រាស់ផ្នែកកុំឲ្យខុសដែលយើង set ឲ្យវា set ឲ្យហើយយើងមក accounting នេះ accounting មួយទៀតឬយើងយក finance ណាឥឡូវនេះយើងចាប់ដើម Geo Access នៅក្នុងនេះយើងយកពាក្យថា Geo Access OS យើងចាប់ដើមបើក access នៅក្នុងនេះឲ្យ access ពីក្នុងនេះទៅនៅក្នុង user របស់យើងហើយយកពាក្យថា property saving នេះយកពាក្យ edit មកយើង add ជួយដាក់ account admin Discord យើងចូលពាក្យ OK មកយើងសម្រាប់ account admin យើងដាក់ full control យកមួយទៀត account assistant ពាក្យ account assistant acc ast វាឆែកឃើញហើយអញ្ចឹងយើងដាក់នេះមកយើងយកពាក្យថា read only read and execute list content ធម្មតាយើងអត់ឲ្យវា full control មកទេហើយយើងអូខេទាំងអស់មកឥឡូវយើងធ្វើរួចរាល់ហើយយើងចាប់ដើមតេស្តម្ដង
nhưng giờ muốnយើងត្រូវចូលទៅយកទៅបានវាខ្ញុំទៅអយើងចាប់ផ្ដើមតែ access និង full access និង access read នៅក្នុង assistant ឥឡូវយើងចាប់ផ្ដើម enterចូលតែឈ្មោះខ្ញុំនេះដែលខ្ញុំបើកដាក់ឈ្មោះខ្ញុំនេះនៅក្នុង account admin អញ្ចឹង full control អញ្ចឹងយើងអាចចូលមើលអា folder នោះបានយកពាក្យនេះមកហើយយើងយកសេត IP យើងមកយើងបាយ tab ពីរដង 92.1.168.1.2 enter មក oh no sorry ខ្ញុំវាយ slash ខុសជាយើងសិក្សាឡើងវិញយើងវាយនេះ2ចាហើយយើងវាយ IP address 92.168.1.2 noខ្ញុំភ្លេចយើងត្រូវនេះម្ដងទៀត sorry អ្នកទាំងអស់គ្នាយើងត្រូវចុចយកពាក្យ property ហើយយកពាក្យ sharing ម្ដងទៀតហើយចុចពាក្យ share មកខ្ញុំបាន add ចូលមួយទេដែលនេះមកយើងដាក់ថា share យើងចុច share កន្លែងហ្នឹងម្ដងទៀតតែមុនហ្នឹងខ្ញុំបានតែរួចហើយឥឡូវយើងមកម្ដងទៀតយើងមកធ្វើអានោះម្ដង check មើលមានពាក្យ accounting ចូលនៅក្នុងuser នេះអត់ user ឈ្មោះត្រាហ្នឹងអត់យើងចុច control all មកយើង start មួយសិនមិនកាន់ start ទេក៏មិនទេតែ let's check យើងវាយពី IP យើងមកយើងចុចអានេះ2នេះពី enter នេះវាបានលោតចូលហើយដែលឈ្មោះ accounting អញ្ចឹងយើង tab មកយើងតេស្តមកយើងតេស្តយើងយកពាក្យ new right new យើងយកពាក្យ text document ហើយសេពាក្យថា budget view budget ហើយយើងសេអីបានចាំមើលយើងក្នុងនេះយើងអាចសរសេរបានមើលis the budget you DGB yes ហើយយើងយកពាក្យ sale អញ្ចឹងនេះយើងអាចសរសេរបានឥឡូវនេះខ្ញុំបានសរសេរវារួចរាល់ហើយឥឡូវយើងចាប់ផ្ដើមចូលទៅ account មួយទៀតដែលឈ្មោះពេជ្រនោះម្ដងអញ្ចឹងយើងយក switch account ហើយយើងយកទីមកយើងដាក់a.s ហើយ password ធម្មតាមក add 1 2 3យើង login ចូលនេះយើងបានចូលហើយឥឡូវយើងចាប់ដើមតេស្ត check មើលក្នុងនេះយកពាក្យនេះមកហើយយើង search វាបើសិនវាបានយើងដូចតារដងទេយើង tab អានេះ2 slash នឹង2ហើយយើងវាយ IP address យើងដែលយើង connect 192.168.1.2 អានោះសម្រាប់ IP របស់ខ្ញុំ enter មកនេះមាន for accounting ទីមកsorry យើង tab យើងសម្រាប់នៅ account នេះជា account bar assistant អញ្ចឹងយើងអាចសរសេរអីបានទេចាំមើលនេះវាអាចបង្កើត
ជន់ពីលើរបស់គេបានទេអត់អាចទៅសេថ្មីពីលើគេបានទេបានតែ read only សម្រាប់នេះវាត្រូវទាមទារបង្កើតថ្មីតែយើងអត់បង្កើតទេយើងចង់ access ពីលើរបស់យើងទៅសេហើយនេះអញ្ចឹងសេអត់បានទេវាតាម sale ជំហានបន្ទាប់នេះយើងត្រូវតេស្តមួយទៀតនៅក្នុង account Sari Page នេះយើងតេស្តបង្កើត folder ជាមួយបង្កើតបានអត់នេះ load បានទេដោយសារយើងបានបិទបានដាក់ full control ឲ្យលើនៅក្នុង account assistant ទេដែលឈ្មោះ Sari Page ហ្នឹងមិនអាចបង្កើតអីបានទាំងអស់បានតែ read only ក្នុង account ហ្នឹងបាទចូលមើលធម្មតាទេបាទឥឡូវនេះនិចចំណេញ file server បានចប់ហើយសូមអរគុណអ្នកទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូនេះដល់ចប់សូមអរគុណសូមជម្រាបលា